វីដេអូថ្ងៃនេះខ្ញុំនឹងមកឆ្លើយសំណួរបងដែលសួរខ្ញុំពាក់ព័ន្ធនឹងខ្លួនខ្ញុំផ្ទាល់ទី1នោះគឺគាត់សួរខ្ញុំថាតើពេលខ្ញុំទម្ងន់ខ្ញុំមានឡើងមុនលើខ្លួននៅលើខ្នងឥឡូវនេះវាសល់ស្នាមកាលពេលខ្ញុំទម្ងន់គឺខ្ញុំឡើងពេញទាំងអស់គឺនៅលើខ្លួនលើស្មាលើទ្រូងលើពោះនៅខ្នងកកយទៅខ្ញុំឡើងទាំងអស់ហើយពេលដែលសម្រាលហើយក៏នៅសល់ស្នាមដែរតែសួរថាឥឡូវបាត់នៅពីមុខខ្ញុំបាត់អស់ហើយប៉ុន្តែនៅខ្សោខ្នងខ្ញុំវានៅសល់ស្រាលប្រហែលជា20%អញ្ចឹងណាវិធីដែលខ្ញុំធ្វើឲ្យមុខទាំងអស់នោះវាបាត់ទៅវិញហើយនឹងបាត់ស្នាមនោះគឺកាលពេលខ្ញុំសរសៃខ្ចីគឺខ្ញុំស្ក្រាប់ស្បែកហើយនឹងពងថ្ងៃអញ្ចឹងសម្រាប់បងដែលគាត់មានមុនឬក៏ស្នាមមុននៅលើខ្លួនគាត់អាចព្យាយាមស្ក្រាប់ស្បែកអាសាស្ក្រាប់ស្បែកទៅហើយបន្តមកទៀតគឺតើខ្ញុំប្រើលេអីឬក៏ផលិតផលអីព្រោះឃើញថាស្បែកខ្ញុំសភ្លឺជាងមុនអញ្ចឹង actually បើខ្ញុំផ្ទាល់មកខ្ញុំមានអារម្មណ៍ថាខ្ញុំសជាងមុនតែបើសិនមកបងមើលមកឃើញខ្ញុំប្លែកខ្ញុំរាល់ថ្ងៃគឺខ្ញុំអត់មានប្រើលេអីទេតែប៉ុន្តែខ្ញុំប្រើតែលេដែលខ្ញុំសល់ពីពេលខ្ញុំទម្ងន់មកឯងគាត់តែផ្ដល់សំណើមដល់ស្បែកប៉ុណ្្នឹងឯងហើយខ្ញុំអត់មានប្រើផលិតផលជួយឲ្យស្បែកសអីគឺអត់ទេអ្វីដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំអាសាស្រាប់ស្បែកឆ្ពងហើយជាមួយនឹងជូតទឹកបល័យលមីពេលដែលយើងមករដូវហើយអញ្ចឹងអីទាំងអស់ហ្នឹងវាជួយឲ្យស្បែកយើងភ្លឺជាងមុនទោះបីជាវាមិនសដូចគេលាបលេហ្មងប៉ុន្តែវាធ្វើឲ្យស្បែកយើងភ្លឺថ្លាហើយមានសុខភាពល្អហើយសំណួរចុងក្រោយដែលបងប្អូនមានការចាប់អារម្មណ៍ខ្លាំងមែនទែនពី post ខ្ញុំមួយរយៈហ្នឹងគឺពាក់ព័ន្ធជាមួយនឹងគីឡូខ្ញុំចាគឺធ្វើម៉េចបានខ្ញុំស្រក់គីឡូលឿនម្លេះខ្ញុំស្រក់2គីឡូ80រហូតដល់ឥឡូវសល់54គីឡូពីមុនខ្ញុំឆ្ពងហើយខ្ញុំព្យាយាមកាត់បន្ថយបាយខ្ញុំញ៉ាំបន្លែត្រីសាច់ឲ្យបានច្រើនជាងបាយតបមកពេលដែលខ្ញុំចាប់ផ្ដើមផ្ដាច់ដោះងាកមកគឺខ្ញុំចាប់ផ្ដើម strict ខ្លួនឯងខ្ញុំសម្រាប់ខ្ញុំគិតថាអ្វីដែលវាជួយឲ្យខ្ញុំស្រក់គីឡូលឿននោះគឺការពេលដែលខ្ញុំសរសៃខ្ចីគឺខ្ញុំឆ្ពងរាល់ថ្ងៃការឆ្ពងនោះវាជួយឲ្យយើងបែកញើសទៅវាស្រក់គីឡូហើយការញ៉ាំរបស់ខ្ញុំគឺខ្ញុំកាត់បន្ថយបាយខ្ញុំព្យាយាមញ៉ាំបន្លែត្រីសាច់ផ្លែឈើអីឲ្យបានច្រើនញ៉ាំភេសជ្ជៈផ្អែមបាយពេលល្ងាចខ្ញុំព្យាយាមញ៉ាំឲ្យបានលឿនមុនម៉ោង6ហើយយើងព្យាយាមញ៉ាំទឹកឲ្យបានច្រើនញ៉ាំទឹកមួយថ្ងៃពី3លីត្រទៅ4លីត្រហើយអាហ្នឹងវាជួយឲ្យយើងស្រកប៉ុន្តែក៏វាមិនលឿនខ្លាំងដែរវាតិចបើសិនបងដែលគាត់តាំងចិត្តថាចង់សម្រកហើយចង់បានលឿនហ្មងអាហ្នឹងតើបង strict ខ្លួនឯងរៀបចំរបបអាហារខ្លួនឯងញ៉ាំឲ្យបានល្អគឺញ៉ាំបាយតែមួយពេលទេពីរពេលទៅញ៉ាំតែបន្លែជាមួយនឹងធូបសាច់ធូបមាត់ហើយរបៀបអញ្ចឹងគឺវាធ្វើឲ្យយើងស្រកគីឡូបានលឿនបំផុតថាវិធីហ្នឹងវាត្រូវការតាំងចិត្តពីយើងខ្លាំងមែនទែនព្រោះដោយសារតែវាពិបាកខ្លាំងធម្មតាយើងគេតែ clean នេះ clean នោះអញ្ចឹងដល់ពេលយើងដាក់អត់ញ៉ាំអត់បានទេផុតម៉ោង6គឺយើងញ៉ាំអត់បានទាំងអស់ញ៉ាំបានតែទឹកអីអញ្ចឹងវាពិបាកមែនទែនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងចាំបងមានសំណួរអីឆ្ងល់ទៀតអាច comment នៅខាងក្រោមបានខ្ញុំនឹងធ្វើវីដេអូឆ្លើយជូននៅវីដេអូបន្ទាប់បាយបាយ